គាត់ច្បាស់ជាមេខ្លោងជួញដូរគ្រឿងញៀនធំជាងគេនៅក្នុងតំបន់ត្រីកោណមាសប៉ុន្តែគាត់មិនដែលខ្លាចការគ្រប់គ្រងព្រំដែននៅពេលរត់ពន្ធគ្រឿងញៀននោះទេនៅពេលណាដែលយានយន្តរបស់គាត់ត្រូវបានឆ្មាំព្រំដែនបញ្ឈប់មនុស្សរបស់គាត់នឹងដកគ្រាប់កាំភ្លើងប្រកាសដែលបានរៀបចំទុកជាមុនហើយឆ្មាំព្រំដែនមិនត្រឹមតែមិនធ្វើការត្រួតពិនិត្យយ៉ាងហ្មត់ចត់ប៉ុណ្ណោះទេថែមទាំងអនុញ្ញាតឲ្យគាត់ឆ្លងកាត់ភ្លាមនិងដោយគ្មានលក្ខខណ្ឌមូលហេតុដែលគាត់ហ៊ាននិយាយដោយចំហបែបនេះគឺថាប្រធានល្បាតព្រំដែនគឺជាអ្នកការពាររបស់គាត់ជាយូរមកហើយវាគឺតាមរយៈទំនាក់ទំនងនេះដែលគាត់បានរមូលទ្រព្យសម្បត្តិជាច្រើនដោយសារតែរឿងនេះគាត់មិនដែលបង្ហាញសេចក្តីសប្បុរសចំពោះអ្នកជួញដូរគ្រឿងញៀនផ្សេងទៀតទេហើយមនុស្សស្ទើរតែទាំងអស់របស់ពួកគេត្រូវបានចាប់ខ្លួនដោយប៉ូលីសនេះបានធ្វើឲ្យវ៉ងខៃមិនពេញចិត្តមិនយូរប៉ុន្មានកូនចៅរបស់គាត់បានរកឃើញឫសគល់នៃបញ្ហាក្នុងចំណោមយានយន្តរត់ពន្ធគ្រឿងញៀនទាំងអស់ដែលឆ្លងកាត់ព្រំដែនមានតែរបស់ Getel ប៉ុណ្ណោះដែលបានឆ្លងកាត់ដោយមិនរងរបួសប៉ុន្តែជាមួយនឹងប្រតិបត្តិការជាមួយអ្នកទិញដែលបានកំណត់ពេលសម្រាប់ថ្ងៃស្អែកប្រសិនបើពួកគេបញ្ឈប់គាត់នៅពេលនេះកិច្ចសហប្រតិបត្តិការនាពេលអនាគតអាចត្រូវបានកាត់ផ្តាច់បន្ទាប់ពីគិតមួយសន្ទុះវ៉ងខៃមានគំនិតដិតដល់មួយតែទំនិញរបស់គាត់មិនបានមកដល់ទេមិនយូរប៉ុន្មានម៉ៅសៃរួមជាមួយក្រុមបកពួកមួយក្រុមបានមកដល់កន្លែងលាក់ខ្លួនរបស់គូតាវពួកគេមិនត្រឹមតែវីដំបរោះរបស់គាត់យ៉ាងខុសខើប៉ុណ្ណោះទេថែមទាំងប្លន់យកគ្រឿងញៀនទាំងអស់របស់គាត់នៅនឹងកន្លែងទៀតផងវ៉ាងស៊ីរំពឹងថាគូតាវនឹងខឹងសម្បាយ៉ាងខ្លាំងនៅពេលដឹងរឿងនេះប៉ុន្តែវាប្រែជាអន្ទាក់ដែលគូតាវដាក់ដើម្បីបំផ្លាញប្រតិបត្តិការរបស់វ៉ាងស៊ីនិងលួចយកអ្នកទិញធំបំផុតរបស់គាត់គឺទូស៊ីហ្វាងនៅថ្ងៃបន្ទាប់គូតាវត្រូវបានសម្លាប់ដោយពួកគេទាំងអស់គ្នាវ៉ាងស៊ីដោយមិនដឹងអ្វីទាំងអស់អំពីស្ថានភាពនេះមិនត្រឹមតែធានាទូស៊ីហ្វាងអំពីភាពត្រឹមត្រូវនៃទំនិញក្នុងអំឡុងពេលប្រតិបត្តិការប៉ុណ្ណោះទេប៉ុន្តែថែមទាំងប្រាប់គាត់ឲ្យសម្រាកដោយសុវត្ថិភាពទៀតផងទោះជាយ៉ាងណាក៏ដោយគាត់ត្រូវបានគេរកឃើញនៅវិនាទីបន្ទាប់ថងដែលប្រើសម្រាប់ប្រតិបត្តិការត្រូវបានបំពេញដោយម្សៅមានតែពេលនោះទេវ៉ាងស៊ីទើបដឹងថានេះជាអន្ទាក់ដែលគូតាវដាក់គាត់បានបញ្ជាឲ្យម៉ៅសៃដើរតាមពួកគេភ្លាមហើយប្រកាសណាស់ពួកគេបានរកឃើញគូតាវដើរតាមទូស៊ីវាងនៅខាងក្រៅសន្តាគារទន្ទឹមនឹងនេះគូតាវបានមកដល់បន្ទប់របស់ទូស៊ីហ្វាងទោះបីជាអ្នកទាំងពីរមិនធ្លាប់ជួញដូរពីមុនមកក៏ដោយសារតែ Getel បច្ចុប្បន្នជាក្រុមហ៊ុនតែមួយគត់នៅក្នុងទីក្រុង Kanglen ដែលមានទំនិញហើយដោយពិចារណាថាវាជាការសហការលើកដំបូងរបស់ពួកគេ Getel បានស្នើឲ្យលះបង់ប្រាក់ចំណេញ20ដូច្នេះពួកគេបានឈានដល់កិច្ចព្រមព្រៀងយ៉ាងឆាប់រហ័សហើយយល់ព្រមជួញដូរនៅល្ងាចនោះទោះជាយ៉ាងណាក៏ដោយវ៉ងខៃដែលច្បាស់ណាស់ថាមិនមែនជាមនុស្សដែលបោះបង់ចោលយ៉ាងងាយស្រួលនោះទេបានដឹកនាំមនុស្សរបស់គាត់ឲ្យដើរតាម Getel ភ្លាមហើយលៀមនោះបានបង្ខំគាត់ឲ្យឈប់នៅក្បែរនោះត្រៀមខ្លួនដោះស្រាយដោយមិននឹកស្មានដល់ដរាបណា Getel និយាយចប់កូនចៅរបស់គាត់ដែលបានលាក់ខ្លួននៅក្បែរនោះបានឡោមព័ទ្ធវ៉ងខៃទាំងស្រុងទោះបីជាវ៉ងឆៃបាននាំមនុស្សជាច្រើនមកក៏ដោយមនុស្សរបស់ Getel ដែលត្រូវបានរៀបចំទុកជាមុនច្បាស់ណាស់ថាមានប្រសិទ្ធភាពជាងពួកគេបានគ្រប់គ្រងស្ថានភាពយ៉ាងឆាប់រហ័សហើយសូម្បីតែវ៉ងឆៃក៏ត្រូវបានបាញ់សម្លាប់ដោយធីឆែដោយគ្មានវ៉ងឆៃជាឧបសគ្គ Getel បានបញ្ចប់ប្រតិបត្តិការជាមួយជូសេហ្វេងយ៉ាងឆាប់រហ័សនិងរលូនដោយក្លាយជាអ្នកផ្គត់ផ្គង់ធំបំផុតរបស់គាត់ទោះបីជាកងកម្លាំងដែលនៅសេសសល់របស់វ៉ងឆៃត្រូវបានបំផ្លាញស្ទើរតែទាំងស្រុងក៏ដោយម៉េវសេដែលរត់គេចខ្លួនបានក្លាយជាការគំរាមកំហែងដ៏សំខាន់ដល់ Getel ទោះជាយ៉ាងណាក៏ដោយវាគឺដោយសារតែម៉េវសេដែលហ្វេងម៉ូដែលជាមន្ត្រីប៉ូលីសត្រូវបានផ្ដល់ឱកាសឲ្យជ្រៀតចូលទៅក្នុងរង្វង់ខាងក្នុងរបស់ Getel ក្នុងនាមជាភ្នាក់ងារសម្ងាត់ដូច្នេះតើម៉េវសេបានធ្វើអ្វីពិតប្រាកដតាមដានវ៉ាវវែងហើយយើងនឹងបន្តការពិភាក្សារបស់យើងនៅក្នុងវគ្គបន្ទាប់